ចាលោកនាងប្រិយមិត្តជាទីមេត្រីទំនៀមទម្លាប់ពិធីស្រង់ព្រះពុទ្ធរូបនិងងូតទឹកជូនជីដូនជីតានិងឪពុកម្ដាយតែងបានប្រព្រឹត្តឡើងនៅថ្ងៃទី3នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដោយព្រះសង្ឃនិងអ្នកកាន់ព្រះពុទ្ធសាសនារក្សាតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នដូច្នោះតើពិធីស្រង់ព្រះពុទ្ធរូបមានអត្ថន័យយ៉ាងណាសូមអញ្ជើញទស្សនិកជនតាមដានបទជាការដូចតទៅពិធីស្រង់ព្រះពុទ្ធរូបនៅក្នុងព្រះពុទ្ធសាសនាថេរវាទខ្មែរគឺជាពិធីដ៏ពិសិដ្ឋមួយដែលតែងតែប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរណាំបូងពិធីនេះមិនមែនគ្រាន់តែជាការស្រង់ព្រះពុទ្ធរូបនោះទេប៉ុន្តែវាក៏មានអត្ថន័យខាងមនោវិញ្ញាណយ៉ាងជ្រាលជ្រៅផងដែរប្រកបដោយភាពបរិសុទ្ធជំរះចិត្តឲ្យផុសផង់ជំរះនៅមន្ទិលសៅហ្មងនិងវាចៈលោភៈទោសៈមោហៈរំលឹកដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃសន្សំនៅកុសលផលបុណ្យនិងសូមពរជ័យសិរីមង្គលដល់គ្រប់ក្រុមគ្រួសាររស់នៅប្រកបដោយគុណធម៌គោរពតាមពុទ្ធបញ្ញត្តិនិងសាងអំពើល្អពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅតាមវត្តអារាមខ្មែរទី1គឺការរៀបចំដែលមានរូបសំណាកព្រះពុទ្ធដូចជាទឹកអប់ក្រអូបទៀនធូបផ្កាភ្ញីគ្រប់ប្រភេទទី2និមន្តព្រះសង្ឃសូត្រធម៌រួចស្រេចព្រះសង្ឃព្រមជាមួយពុទ្ធិបរិស័ទយកទឹកក្រអូបអមដោយផ្កាធ្វើពិធីស្រង់ទឹកថ្វាយដល់ព្រះពុទ្ធរូបយ៉ាងស្រទន់ពុទ្ធិបរិស័ទស្រង់ព្រះពុទ្ធរូបបណ្ដើរបួងសួងសូមសេចក្តីសុខសេចក្តីចម្រើនដល់ពួកគេផងដែរទី3គឺឧទ្ទិសបុណ្យកុសលនេះចែកជូនដល់ញាតិការទាំង7សន្តាននិងជីដូនជីតាឪពុកម្ដាយដែលកំពុងរស់រានមានជីវិតនៅឡើយសូមឲ្យលោកអ្នកដែលមានគុណទាំងឡាយមានសុខភាពល្អបរិបូរណ៍ឲ្យគណៈកម្មការអាចារ្យញោមវត្តជំនួសវត្តហ្នឹងយើងរៀបចំតាមប្រពៃណីរបស់យើងហ្នឹងហើយយើងមានវិធីបាំងស្គលណាហើយយើងមានវិធីស្រង់ទឹកប្រាស់ហើយកាលពីកម្មវិធីយើងមានកម្មវិធីនិមន្តព្រះសង្ឃសម្ដែងប្រាស់បរិបទហើយសម្ដែងពធទេសនាតាមការដឹកនាំរបស់បដិជគុណម្ចាស់តកៅវត្តព្រះអង្គមានថេរដីកាណែនាំបញ្ចុលអញ្ចឹងលក្ខណៈវប្បធម៌ខ្មែរពិសេសមួយទៀតនៃពិធីស្រង់ព្រះពុទ្ធរូបនោះគឺពិធីបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ឱឡារិកកក់ក្ដៅក្នុងសហគមន៍ផ្សារភ្ជាប់ជាមួយនឹងសកម្មភាពផ្សេងៗទៀតដូចជាការធ្វើចង្ហាន់យកទៅប្រគេនដល់ព្រះសង្ឃស្ដាប់ព្រះធម៌ទេសនាធ្វើសប្បុរសធម៌នៅអារាមដ្ឋានការស្រង់ព្រះពុទ្ធរូបបានក្រើនរំលឹកដល់ជនគ្រប់រូបត្រូវចងចាំទុកថាដើម្បីមានជីវិតបរិសុទ្ធមនុស្សម្នាក់ៗត្រូវតែបន្សុទ្ធចិត្តរបស់ខ្លួនជាមុនសិននេះក៏ជាសារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅផងដែររឿងអត្ថន័យឆ្នាំថ្មីហើយខ្មែរយើងក៏តែងតែសង់ទឹកប្រាស់ហើយដើម្បីនឹងរែកទឹកហើយទៅងូតទឹកដល់អ្នកម្ដាយអ្នកមានគុណដូចចាស់ព្រឹទ្ធាចារ្យអ្នកមានគុណដងទឹកទៅងូតទាំងអស់ហ្នឹងប៉ុន្តែឥឡូវនោះមិនសូវមានទេគឺចាស់រឿងហ្នឹងហើយរឿងហ្នឹងតាមទំនៀមទម្លាប់ពីដើមហ្នឹងពីព្រោះថាយើងចូលឆ្នាំម្ដងដល់ចម្រាស់មន្ទិលគឺសេចក្តីសៅមកក្នុងឆ្នាំចាស់ហ្នឹងណាឲ្យវាស្អាតនៅក្នុងឆ្នាំថ្មីហ្នឹងអាការហ្នឹងអញ្ចឹងចូលឆ្នាំថ្មីខ្មែរយើងថាតែអញ្ចឹងឯងដើម្បីយើងងូតទឹកឲ្យច្រាស់ដើម្បីចម្រើនដល់ចូលឆ្នាំថ្មីហ្នឹងហើយសូមបានសេចក្តីសុខសេចក្តីចម្រើនអញ្ចឹងទំនៀមទម្លាប់ងូតទឹកឲ្យជីដូនជីតាឪពុកម្ដាយបានរៀបចំឡើងបន្ទាប់ពីស្រង់ព្រះពុទ្ធរូបនិងព្រះសង្ឃបញ្ចប់កូនចៅត្រឡប់មកគេហដ្ឋានវិញដើម្បីរៀបចំកន្លែងសម្រាប់ងូតទឹកឲ្យជីដូនជីតានិងឪពុកម្ដាយរបស់ពួកគេអញ្ជើញជីដូនជីតានិងឪពុកម្ដាយឲ្យអង្គុយលើកៅអីដែលរៀបចំនៅមុខផ្ទះបន្ទាប់មកលុតជង្គង់សុំជីដូនជីតាឪពុកម្ដាយអត់អោនទោសនៅទង្វើខុសឆ្គងចំពោះចំណុចដែលខ្វះខាតឬពាក្យធំពាក្យតូចនៅពេលកន្លងហើយក្រែងធ្វើឲ្យលោកអ្នកដែលមានគុណខកចិត្តឬសោកសៅក្នុងប្រការណាមួយនោះសូមលោកអ្នកដែលមានគុណអត់នៅទោសនោះផងពួកគេក៏បួងសួងថ្វាយព្រះពរដល់ជីដូនជីតានិងឪពុកម្ដាយរបស់ពួកគេឲ្យមានសុខភាពល្អមានអាយុយឺនយូររស់នៅជាមួយកូនចៅ
បន្ទាប់មកជីដូនជីតាឪពុកម្ដាយបានជូនពរកូនចៅរបស់ពួកគាត់ជួបតែសំណាងល្អក្នុងឆ្នាំថ្មីរកទទួលទានមានបានគ្រប់គ្នាបន្ទាប់មកកូនចៅធ្វើពិធីងូតទឹកឲ្យជីដូនជីតាឪពុកម្ដាយរបស់ពួកគេតាមលំដាប់លំដោយហើយស្រោចទឹកទៅលើរាងកាយដែលលោកអ្នកដ៏មានគុណលាងសម្អាតដៃជើងដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បង្ហាញពីការដឹងគុណចំពោះការចិញ្ចឹមបីបាច់ថែរក្សារបស់ឪពុកម្ដាយរបស់ពួកគេក្រៅពីនោះពួកគេក៏បានចូលរួមក្នុងបណ្ដាសកម្មភាពផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំថ្មីនិងរៀបចំគ្រឿងសក្ការបូជាទៅតាមប្រពៃណីផងដែរនេះជាទំនៀមទម្លាប់មនុស្សធម៌បំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីបង្ហាញពីការគោរពដឹងគុណចំពោះឪពុកម្ដាយនិងជីដូនជីតា